គ្នាគឺគាត់ចិត្តលេងសួស្តីអ្នកនរគ្នាហ្នឹងហើយថ្ងៃនេះអាកាសធាតុត្រជាក់គ្រាន់បើ1 អង្សាអញ្ចឹងហើយឥឡូវចុះមកក្រោមរត់ទៅម៉ាត់ទិញអីញ៉ាំតិចសិនព្រោះថារៀងហែវដែរហើយវីដេអូនេះដែរអត់មាន plan ទៅមុនអ្នកនរគ្នាមិនដឹងថាចេញស្អីទេហើយក៏ខ្ញុំគិតថាវាជា vlog មួយនៅក្នុងឆ្នាំ2026ហ្នឹងដែរជា vlog ដំបូងអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងចាំមើលថាខ្ញុំមានសកម្មភាពអីខ្លះឥឡូវយើងទៅមើលអ្នកនរគ្នាអ្នកនរគ្នាឥឡូវនេះកំពុងតែញ៉ាំមីដោយសារតែថ្ងៃហ្នឹងថ្ងៃសៅរ៍សម្រាប់ការងារអញ្ចឹងជឿធ្វើម្ហូបធ្វើអីហូបផ្ទះអញ្ចឹងណាហើយក៏ចូលទៅនេះនៅចិត្តផ្ទះហ្នឹងញ៉ាំមីមកកំប៉ុងហ្នឹងទៅវាធម្មតាថ្ងៃសៅរ៍ថ្ងៃអាទិត្យសម្រាប់ការងារអីគឺខ្ញុំអត់ដែរញ៉ាំអត់សូវញ៉ាំបាននៅផ្ទះទេដោយសារខែផលជាមួយនឹងជឿធ្វើម្ហូបហ្នឹងហើយដោយសារតែយើងទុកពេលធ្វើអីផ្សេងដែលវាមានប្រយោជន៍ជាងហ្នឹងអញ្ចឹងណាខ្ញុំគិតថាយើងនៅម្នាក់ឯងយ៉ាងធ្វើម្ហូបនៅផ្ទះញ៉ាំខ្លួនឯងយ៉ាងវាចំណាយពេលច្រើនពី30ទៅ40នាទីដែរអញ្ចឹងវាខាតពេលគួរសមដែរអ្នកទាំងនេះអញ្ចឹងមកយើងយកពេលហ្នឹងយកមកធ្វើកិច្ចការងារអីផ្សេងដែលជាគោលដៅរបស់យើងសម្រាប់អញ្ចឹងណាតែហៅថាជាការធ្វើវីដេអូធ្វើ vlog content អីឬក៏ស្រាវជ្រាវអីអញ្ចឹងណាអញ្ចឹងវាខ្ញុំគិតថាវាមានប្រយោជន៍ជាងប៉ុន្តែនេះជាចំណង់ចំណូលចិត្តរបស់ខ្ញុំអ្នកទាំងគ្នាបងប្អូនខ្លះក៏គាត់ចូលចិត្តធ្វើម្ហូបញ៉ាំនៅផ្ទះអញ្ចឹងទៅប៉ុន្តែខ្ញុំក៏ធ្វើដែរយូរធ្វើម្ដងអញ្ចឹងណាឆាជៀនឬក៏ស្ងោរអីអញ្ចឹងទៅมันជាពិសេសណាទេម្ហូបអូខេអ្នកទាំងគ្នាឥឡូវបន្ទាប់ពីញ៉ាំអាហារសម្រន់ហើយខ្ញុំចែកគូសមដែរអញ្ចឹងចេញមកវិញហើយខ្ញុំគិតថាខ្ញុំរកកន្លែងណារៀងស្អាតរៀងតំណងតិចថតរូបលេងអញ្ចឹងណាព្រោះថាស្លឹកឈើជ្រុះយ៉ាងមើលទៅវាស្អាតមួយយ៉ាងដែរអ្នកនរគ្នាហើយថ្ងៃនេះខ្ញុំយកកាមេរ៉ាចេញក្រៅដែរយ៉ាងណាអញ្ចឹងហើយក៏ចង់ថតរូបលេងខ្លះហើយរកមើលកន្លែងណាទៅនងអង្គុយលេងសិនអ្នកនរគ្នាជិះលេងកុំហ្នឹងខ្ញុំជិះលេងឯអ្នកនរគ្នាព្រោះជិះលេងពេលនៅរៀងលេងក្រអាលេងគេគូលើកណ្ដាលសភៅខ្វែងក្នុងប្រពូលហើយខ្ញុំសួរអ្នកធ្វើការពីគ្នាគឺគាត់ជិះលេងសភៅដែលខ្ញុំកាន់នៅក្នុងដៃនេះវាមានចំណងជើងថា Facebook Effect យ៉ាងខ្ញុំគិតថាអ្នកនិពន្ធក៏ចង់ទៅសេអំពីឥទ្ធិពល Facebook ដែលវាជះមកលើយើងដែលជាអ្នកប្រើប្រាស់ហ្នឹងថាវាមានផលប៉ះពាល់អីខ្លះយ៉ាងណាហើយសភៅដែលគេដាក់នៅក្នុងទូហ្នឹងគឺគេទុកឲ្យជនជាតិកូរ៉េដែលគាត់ធ្វើការនៅរោងចក្រម្ដុំហ្នឹងគាត់អានយ៉ាងណាឧទាហរណ៍គាត់មកសម្រាប់នៅកន្លែងហ្នឹងហើយគាត់ហូបកាហ្វេឬក៏ហូបបារីអីក៏គាត់អាចយកអានបានយ៉ាងទៅប៉ុន្តែចំពោះខ្ញុំដែលធ្វើការនៅនឹងច្រើនឆ្នាំខ្ញុំអត់សូវដែរឃើញជនជាតិកូរ៉េដែលគាត់មកអានសភៅនៅនឹងទេអ្នកនរគ្នាខ្ញុំដឹងថាគាត់ចូលចិត្តអាននៅផ្ទះជាងនៅនឹងឬក៏មិនអញ្ចឹង vlog មួយនេះអត់មានអីច្រើនទេអ្នកនរគ្នាគ្រាន់តែខ្ញុំនឹកឃើញចង់និយាយចង់ចែកម្លែកនៅក្នុងវីដេអូមួយហ្នឹងទៅកាន់បងប្អូនទាំងអស់គ្នាទេហើយវីដេអូមួយនេះមានត្រឹមប៉ុណ្្នឹងទេហើយជូនពរបងប្អូនទាំងអស់គ្នានៅក្នុងឆ្នាំថ្មីនេះសូមឲ្យសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ